អាហារពីរក្រុមដែលបងប្អូនញ៉ាំចូលទៅឆ្អែតបានយូរបងប្អូននឹងស្រាវឲ្យមនុស្សយើងតែកាលណាយើងញ៉ាំអាហារច្រើនអត់មានពេលកំណត់ច្បាស់លាស់ញ៉ាំអាហារកញ្ចប់ច្រើនហ្នឹងវាធ្វើឲ្យប្រព័ន្ធរាងកាយរបស់មនុស្សយើងគឺធ្វើការងារធ្ងន់ធ្ងរមែនតើអ្វីដែលបងប្អូនមាននៅក្នុងរាងកាយបងប្អូនយកមកប្រើតនអស់បងប្អូនចាប់ផ្ដើមដាក់ថ្មីចូលរហូតវាចាប់ផ្ដើមខ្លាយជាកំណោស្តុកទុកយូរវាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាសុខភាពនៅថ្ងៃណាមួយថ្ងៃនេះបងប្អូននឹងមកស្គាល់ជាមួយនឹងអាហារពីរក្រុមដែលបងប្អូនញ៉ាំចូលទៅធ្វើឲ្យបងប្អូនមានអារម្មណ៍ថាឆ្អែតបានយូរហើយអត់សូវឃ្លានរបស់កញ្ចប់ក្រុមអាហារទី1គឺក្រុមអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនច្រើនអញ្ចឹងតើតើនឹងជាតិប្រូតេអ៊ីនបងប្អូនដឹងស្រាប់ហើយមាននៅក្នុងសាច់សត្វមានជាពពុះសាច់ទ្រូងមាន់នេះហ្នឹងគឺវាសម្បូរទៅដោយជាតិប្រូតេអ៊ីនមាននៅក្នុងស៊ុតមាននៅក្នុងសាច់ត្រីមាននៅក្នុងគ្រាប់ធញ្ញជាតិបន្លែបៃតងនិងពពុះសាច់ជាដើមអញ្ចឹងបងប្អូនញ៉ាំពពុះប្រូតេអ៊ីនចូលទៅបងប្អូនអត់សូវមានអារម្មណ៍ថាឃ្លានប្រហែលទេគឺបងប្អូនឆ្អែតបានយូរតែបើសិនជាបងប្អូនញ៉ាំពពុះអាហារដែលប្រឆាចពីប្រូតេអ៊ីនគឺបងប្អូនញ៉ាំមានអារម្មណ៍ថាឃ្លានណាជាពិសេសអាហារដែលសម្បូរទៅដោយជាតិស្ករឬក៏កាបូនីដ្រាតដែលសម្បូរទៅហើយគេហៅថាពពុះអាហារម្សៅអញ្ចឹងបើសិនជាបងប្អូនអត់ចង់ញ៉ាំរបស់កញ្ចប់ច្រើនចង់ញ៉ាំអាហារមួយពេលដឹងមួយពេលពីរពេលដឹងពីរពេលគូតែបន្ថែមជាមួយនឹងជាតិប្រូតេអ៊ីនដែលរូបសម្បត្តិបានចែងពីខាងដើមហ្នឹងធ្វើម៉េចឲ្យបងប្អូនញ៉ាំចូលទៅគឺអត់សូវឃ្លានអាហារពេលប្រមាណផ្សេងបើឧទាហរណ៍ថាបងប្អូនញ៉ាំ3ពេលដឹង3ពេល2ពេលដឹង3ពេលបងប្អូនអត់មានអាហារកញ្ចប់អែតបន្ថែមពេលបងប្អូនមានពេលសម្រាប់គ្រប់គ្រងនៅក្នុងការបងប្អូនញ៉ាំទេអញ្ចឹងបើសិនជាបងប្អូនមនុស្សយើងឥឡូវនេះយើងញ៉ាំមានពេលកំណត់ច្បាស់លាស់យើងញ៉ាំកាន់តិចសុខភាពមនុស្សយើងកាន់តែវែងព្រោះអាហារឥឡូវគឺអត់ដូចសម័យពីមុនទេបងប្អូនអត់គេប្រឆាំងជាមួយនឹងគីមីជាតិពុលច្រើនហើយគប់ផ្សំជាមួយនឹងការដែលយើងញ៉ាំចូលអត់សូវបានធ្វើសកម្មភាពអីទៀតវាធ្វើឲ្យរាងកាយរបស់មនុស្សយើងចាប់ផ្ដើមមានបញ្ហាកាន់តែធ្ងន់ធ្ងរក្រុមអាហារទី2ដែលបងប្អូនញ៉ាំហើយមានអារម្មណ៍ថាឆ្អែតបានយូរហ្នឹងគឺក្រុមអាហារដែលសម្បូរទៅដោយពពុះប៉ូតាស្យូមអញ្ចឹងក្រុមអាហារដែលសម្បូរទៅដោយពពុះប៉ូតាស្យូមគឺមាននៅក្នុងផ្លែបឺមាននៅក្នុងពពុះបន្លែបៃតងដូចគ្នាដែលបងប្អូនញ៉ាំពពុះចូលទៅគឺវាជួយទាំងសាច់ដុំវាជួយទាំងប្រព័ន្ធសរីរាង្គរបស់មនុស្សយើងហ្នឹងគឺឲ្យធ្វើការបានល្អមែនតើអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាដែលរាល់ថ្ងៃនេះមានអារម្មណ៍ថាញ៉ាំរបស់នឹងឲ្យមកផ្លែតឃ្លានញ៉ាំរបស់នេះឲ្យមកផ្លែតឃ្លានហ្នឹងបងប្អូនគួរតែបដូរទម្លាប់មួយនៅក្នុងការដែលបងប្អូនញ៉ាំធ្វើម៉េចអាហារដែលបងប្អូនញ៉ាំជាប្រចាំធ្វើម៉េចឲ្យមានអាហារពីរក្រុមចូលទៅទាំងប្រូតេអ៊ីនទាំងប៉ូតាស្យូមអញ្ចឹងការចែកម្លែកវីដេអូថ្ងៃហ្នឹងគឺគ្រប់សម្បត្តិមានការចូលរួមតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនអរគុណនឹងចូលរួមថែរក្សាសុខភាពខ្លួនឯងរាល់ថ្ងៃចាត់ចែងរបបអាហារឲ្យត្រឹមត្រូវជីវិតបងប្អូននឹងល្អប្រសើរតទៅនឹងរឿងសុខភាពហើយមានសុភមង្គលនៅក្នុងក្រុមគ្រួសារ